យើងគួរតែពីនេះកន្សែងបែបណាទៅត្រឹមត្រូវទៅតាមក្បួនខ្នាតខ្មែរនេះខ្ញុំជឿជាក់ថាបងប្អូននារីចាអ្នកមីងលោកអ៊ំដែលជាស្ត្រីគាត់មួយចំនួនធំប្រកាសជាធ្លាប់ប្រើកន្សែងពីនេះហើយមានបងប្អូននារីយើងមួយចំនួនក៏គាត់ចេះពីនេះត្រឹមត្រូវក៏ប៉ុន្តែក៏នៅមានមួយចំនួនគាត់អត់ទាន់ពីនេះបានត្រឹមត្រូវដែរបងប្អូនការពិតការពីនេះកន្សែងនេះវាអត់មានអីស្មុគស្មាញពិបាកសាំញ៉ាំទេគឺវាសាមញ្ញធម្មតាមែនតើប៉ុន្តែអាភាពសាមញ្ញធម្មតាហ្នឹងបើសិនជាយើងអត់បានយកចិត្តទុកដាក់យើងអត់បានកត់សម្គាល់ឲ្យបានច្បាស់លាស់ក៏វាធ្វើឲ្យខកដែរពីនេះខុសយើងគិតថាវាធម្មតាយើងឃើញគេពីនេះគេដាក់លើស្មាតាមគេអញ្ចឹងណាបងប្អូនចាអញ្ចឹងការពីនេះកន្សែងដែលត្រឹមត្រូវតាមក្បួនខ្នាតខ្មែរគឺយើងប្រើកន្សែងដាក់មកលើកងនៅលើស្មាខាងឆ្វេងបងប្អូនចាវីដេអូនេះបាទយើងបញ្ជាក់តិចដោយសារនេះខ្ញុំថតកាមេរ៉ាខាងមុខអញ្ចឹងអាចឃើញបញ្ជាក់ឆ្វេងស្ដាំណាបងប្អូនចាអញ្ចឹងគឺការពីនេះគឺយើងដាក់កន្សែងកងនៅលើស្មាខាងឆ្វេងយើងអត់ប្រើកងនៅលើស្មាខាងស្ដាំទេឃើញបងប្អូនមួយចំនួនគឺគាត់ពីនេះដាក់ខាងស្ដាំអញ្ចឹងគឺអត់ត្រូវណាបងប្អូនចាអញ្ចឹងនេះខ្ញុំនឹងបង្ហាញជូនបងប្អូនចាការពីនេះគឺយើងដាក់បែបនេះចាយើងដាក់ពីខាងក្រោយមកហើយយកចុងកន្សែងហ្នឹងចុងកន្សែងខាងនេះបងប្អូនចាគឺយើងដាក់ឲ្យត្រឹមក្រោមទ្រូងតិចបងប្អូនចាយើងអត់ដាក់ខោចឡើងលើចេះពេកឬក៏យើងអត់ដាក់វាមកវែងជ្រុលមកមុខចេះពេកដែរគឺវាអត់ស្អាតទេហើយវាអត់ត្រូវទេបងប្អូនចាអញ្ចឹងគឺយើងដាក់ខាងក្រោមដើមទ្រូងបន្តិចបន្ទាប់មកគឺយើងក៏ទាញមកចំហៀងទីហ្នឹងដាក់ពាត់ពីលើចាកងពីលើចេះបងប្អូនហើយបោះខាងក្រោយទៅចាគឺបែបនេះឯងហើយនេះខ្ញុំសង្កេតឃើញសម័យបច្ចុប្បន្នឥឡូវហ្នឹងបងប្អូននារីយើងពិសេសយុវវ័យក្មេងៗគឺគាត់ចូលចិត្តប្រើកន្សែងពីនេះដែលមានកាច់បូចាកាច់ជាបូឬក៏កាច់ម៉ូតផ្កាអីផ្សេងអញ្ចឹងទៅបើសួរថាតើការដាក់បូដាក់ផ្កាហ្នឹងវាស្អាតអត់ចាមើលទៅឃើញស្អាតយ៉ាងដែរហើយវាតន់សម័យកាលអញ្ចឹងណាបងប្អូននឹងយើងនិយាយថាសម័យកាលប៉ុន្តែបើសួរថាត្រឹមត្រូវទៅតាមក្បួនខ្នាតខ្មែរអត់គឺអត់ត្រូវទេការពីនេះដែលត្រឹមត្រូវគឺយើងប្រើកន្សែងលាតបែបនេះមិនមានការកាច់បូមិនមានការបត់ជាបែបផ្កាឬក៏បត់រូបរាងអីផ្សេងទេគឺយើងប្រើលាតបងប្អូនអាចសង្កេតមើលអ្នកមីងឬក៏លោកអ៊ំដែលគាត់ជាថ្នាក់ដឹកនាំនារីគាត់នៅពេលដែលគាត់ចូលរួមកម្មវិធីផ្សេងប្រើប្រាស់សម្លៀកបំពាក់ខ្មែរបងប្អូនចាំសង្កេតមើលគឺប្រើលាតអញ្ចឹងឯងអត់មានកាច់ផ្កាឬក៏បត់បូទេចាបងប្អូនហើយមួយទៀតកុំច្រឡំឃើញខ្លះមានអាចចេះថាបងប្អូនគឺគាត់ដាក់មកខាងលើចាដាក់មកចេះបងប្អូនចាដាក់មកអញ្ចឹងអាហ្នឹងក៏ខុសដែរនេះដាក់មកលើអញ្ចឹងគឺខុសដែរចាអញ្ចឹងគឺខុសអត់ត្រូវទេយើងមើលទៅដូចគ្នាស្រដៀងគ្នាប៉ុន្តែច្បាស់គឺអត់ត្រូវទេខុសអញ្ចឹងយើងដាក់កន្សែងនេះយើងត្រូវចាំថាកតុយកន្សែងដែលយើងដាក់មកខាងមុខនេះគឺត្រូវតែនៅខាងក្រោមចាគឺត្រូវតែនៅខាងក្រោមហើយកន្សែងដែលយើងវាត់ឈាមហ្នឹងគឺនៅពីលើយើងដាក់អញ្ចឹងហើយយើងសេរីវាឲ្យស្អាតឲ្យសមសួនមកចំណាំថាចុងកន្សែងនេះគឺក្របក្រោមដើមទ្រូងបន្តិចបែបនេះកុំខើយពេកនិងកុំវែងពេកហើយយើងអាចមានកន្លះគឺយើងប្រើកន្លះដើម្បីដាក់កឹបនៅកន្លែងនេះដើម្បីឲ្យជាប់ហើយបើបានមាំជាប់ល្អមានគ្នាពីរនាក់ងាយស្រួលឲ្យគាត់ជួយចាខ្ទាស់ខាងក្រោយឲ្យដើម្បីឲ្យជាប់កុំឲ្យយើងដើរឬយើងអង្គុយឬយើងបត់បែនខ្លួនទៅធ្វើឲ្យកន្សែងនឹងរពោឬក៏ជ្រុះឬក៏ខុសត្រង់ទ្រាយអញ្ចឹងណាបងប្អូនចានេះខ្ញុំគ្រាន់តែដាក់ឡពីលើទេដោយសារតែវាយើងបាក់ដោតម្នាក់ឯងអញ្ចឹងណាបាក់ដោតចាក់សាច់អញ្ចឹងគ្រាន់តែដាក់ឡឲ្យបងប្អូនបានឃើញតែប៉ុណ្្នឹងទេចាគឺបែបហ្នឹងឯងនេះគឺជាការពីនេះដែលត្រឹមត្រូវទៅតាមក្បួនខ្នាតខ្មែរនេះខ្ញុំពីមុនមកក៏ពីនេះខុសដែរដោយសារតែយើងអត់ដឹងបងប្អូនយើងឃើញចាស់ក៏ពីនេះចេះពីនេះតាមប៉ុន្តែពីនេះតាមធ្វើខុសអត់ដូចទៀតណាយើងដាក់ជួនកាលយើងប្រើស្មាខាងស្ដាំជួនកាលយើងដាក់កន្សែងកងពីលើស្មាហ្នឹងប៉ុន្តែយើងដាក់ខុសខាងអញ្ចឹងណាបងប្អូននេះខ្ញុំបង្ហាញជូនមុនហ្នឹងអញ្ចឹងណាដោយសារតែយើងអត់បានចាប់អារម្មណ៍មើលឲ្យបានដិតដល់មើលឲ្យបានច្បាស់លាស់អញ្ចឹងទៅគឺខុសហើយនេះខ្ញុំសូមបញ្ជាក់គឺយើងកងទៅលើស្មាខាងឆ្វេងកន្សែងគឺលាតមិនមានកាច់ផ្កាឬក៏មិនមានកាច់បូទេហើយចំពោះកតុយកន្សែងដែលធ្លាក់មកខាងមុខហ្នឹងគឺយើងដាក់ខាងក្រោមឈៀងដែលយើងបត់ទៅខាងក្រោយបងប្អូនចាគឺយើងអត់ដាក់ពីលើឈៀងនេះទេកន្សែងចុងនេះយើងអត់ដាក់ពីលើដូចនេះខ្ញុំបានបង្ហាញមុនហ្នឹងជំរាបជូនបងប្អូនមុនហ្នឹងអញ្ចឹងណាបងប្អូនចាគឺបែបហ្នឹងឯងតែប៉ុណ្្នឹងគឺរៀបរាល់ងាយសាមញ្ញធម្មតាប៉ុន្តែបើសិនជាអត់ចាប់អារម្មណ៍គឺយើងធ្វើខុសហើយចាអរគុណ